Hello สวัสดีครับបងប្អូនថ្ងៃនេះយើងរៀនអំពី add in on នៅក្នុងនោះយើងបែងចែកអំពី add យើងប្រើចំពោះ time ចំណែកឯ on យើងប្រើទៅចំពោះ day ចំណែកឯ in យើងប្រើចំពោះ month season និង year ដូច្នេះហើយយើងអាចបំពេញទាំងអស់នេះយើងអាចបំពេញកន្លងខាងលើបានដោយសារខាងនេះយើងនិយាយអំពី month អញ្ចឹងក្នុងនេះ month យើងប្រើ in សម្រាប់ month សម្រាប់ season សម្រាប់ year ដូច្នេះហើយចម្លើយទី1គឺ in ចំណែកឯកន្លងទី2 time គឺ8 am ដូច្នេះយើងប្រើ add ចំណែកឯទី3គឺឆ្នាំ year ដូច្នេះយើងប្រើ in ចំណែកឯកន្លងទី3គឺខែដដែលអញ្ចឹងខែយើងប្រើ in ចំណែកឯទី5តើវាជាអ្វីទីនេះកន្លែងនេះគឺអ្វីតើបងប្អូនអាចបំពេញចម្លើយបានដែរឬទេនៅពេលដែលបងប្អូនបំពេញហើយគឺសូមដាក់ក្នុង comment ខាងក្រោមបាយបាយ